អត្ថប្រយោជន៍នៃត្រប់ពុតលំញងត្រប់ពុតលំញងជាបន្លែមួយប្រភេទដែលពេញនិយមនៅតំបន់ត្រូពិចរួមទាំងប្រទេសកម្ពុជាផងដែរមិនត្រឹមតែជាអាហារនោះទេត្រប់ពុតលំញងក៏ត្រូវបានគេប្រើប្រាស់ជាឱសថបុរាណផងដែរដើម្បីព្យាបាលបញ្ហាសុខភាពជាច្រើនផងដែរទី1ត្រប់ពុតលំញងជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមនេះគឺជាអត្ថប្រយោជន៍ដ៏លេចធ្លោបំផុតរបស់ត្រប់ពុតលំញងការសិក្សាជាច្រើនបានបង្ហាញថាសារធាតុនៅក្នុងត្រប់ពុតលំញងអាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមនិងធ្វើឲ្យការរំលាយកាបូនអ៊ីដ្រាតមានប្រសិទ្ធភាពជាងមុនដែលវាល្អបំផុតសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2មិនតែប៉ុណ្ណោះត្រប់ពុតលំញងក៏ត្រូវបានគេជឿជាក់ថាវាអាចជួយបង្កើនការផលិតអាំងស៊ូលីននិងបង្កើនភាពប្រែប្រួលរបស់កោសិកាចំពោះអាំងស៊ូលីនមិនតែប៉ុណ្ណោះត្រប់ពុតលំញងវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលនៅក្នុងត្រប់ពុតលំញងគឺវាមានផ្ទុកទៅដោយសារធាតុប្រឆាំងជាមួយនឹងអុកស៊ីតកម្មដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយជួយការពារការខូចខាតកោសិកានិងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃរួមទាំងជំងឺមហារីកនិងជំងឺបេះដូងបានទៀតផងហើយត្រប់ពុតលំញងក៏ជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់លោកអ្នកបានផងដែរពីព្រោះតែត្រប់ពុតលំញងមានជាតិសរសៃខ្ពស់ដែលវាអាចជួយទ្រទ្រង់ដល់សុខភាពពោះវៀនរបស់លោកអ្នកនិងជួយជំរុញដល់ចលនាពោះវៀនឲ្យបានទៀងទាត់ហើយមិនតែប៉ុណ្ណោះវាជួយការពារការទល់លាមកបានទៀតផងដោយសារតែត្រប់ពុតលំញងវាអាចជួយសម្រួលដល់ការរំលាយអាហារត្រប់ពុតលំញងក៏អាចជួយសម្រកទម្ងន់បានផងដែរដោយសារតែវាមានកាឡូរីទាបនិងជាតិសរសៃខ្ពស់វាធ្វើឲ្យត្រប់ពុតលំញងអាចជួយឲ្យលោកអ្នកឆ្អែតបានយូរកាត់បន្ថយចំណង់អាហារនិងការទទួលទានអាហារច្រើនហួសហេតុដែលអាចរួមចំណែកដល់លោកអ្នកក្នុងការសម្រកទម្ងន់ការគាំទ្រដល់សុខភាពបេះដូងនៅក្នុងត្រប់ពុតលំញងគឺមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុផ្សេងទៀតនៅក្នុងត្រប់ពុតលំញងដែលវាអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ព្រមទាំងជួយគ្រប់គ្រងសម្ពាធឈាមដែលទាំងអស់នេះហើយវាបានរួមចំណែកជួយដល់សុខភាពបេះដូងរបស់លោកអ្នកមិនតែប៉ុណ្ណោះត្រប់ពុតលំញងក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់លោកអ្នកបានទៀតផងពីព្រោះតែវីតាមីន C ដែលជាសារធាតុចិញ្ចឹមផ្សេងនៅក្នុងត្រប់ពុតលំញងវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់លោកអ្នកនិងការពារពីជំងឺផ្ដាសាយនិងការឆ្លងមេរោគផ្សេងបានយ៉ាងល្អទៀតផង